នេះខ្ញុំនិយាយអំពីជំងឺរលាកសិទ្ធិកូនគោបាទជំងឺនេះច្រើនកើតទៅលើកូនគោកូនក្របីអាយុចាប់ពី2ថ្ងៃទៅ15ថ្ងៃបាទបណ្ដាលឲ្យមានផ្សិតហើមក្រហមបាទមូលហេតុកូនគោហើមផ្សិតដោយសារពេលចងនិងពេលកាត់ផ្សិតការធ្វើអនាម័យមិនបានល្អបណ្ដាលឲ្យផ្សិតត្រូវមានមេរោគញាំញីកន្លែងមុខកាត់បាទទីមួយទៀតដោយសាររហ័សចេញពីក្រោលទៅកាន់វាលស្មៅពេលផ្ចិតកូនគោមិនទាន់ជាត្រូវបានមេរោគរាតត្បាតកន្លែងដែលមុខកាត់ឬដោយសារកូនគោកូនក្របីដេកនៅលើកម្រាលក្រោលផ្សិតដែលមិនទាន់ជាសះស្បើយបាទហើយវាក៏ប៉ះពាល់នឹងមេរោគបាទដែលធ្វើឲ្យវាហើមផ្សិតបាទហើយការការពារនិងព្យាបាលបាទការការពារគឺយើងត្រូវចងផ្សិតនិងកាត់តងផ្សិតត្រូវលាងសម្អាតដោយកំបិតបាទហើយដោយលាងទឹកអាល់កុលបាទកន្លែងមុខកាត់ត្រូវលាបថ្នាំក្រហមបាទមួយថ្ងៃម្ដងការការពារកុំឲ្យមានមេរោគរាតត្បាតបាទកុំប្រញាប់បញ្ចេញកូនគោកូនក្របីទៅក្រៅឃ្លាទីធ្លាពេកបាទទ្រង់ត្រូវតែស្ងួតសម្អាតឲ្យស្ងួតកើបលាមកជាប្រចាំបាទលាងទឹកនោមនិងអាចគោក្របីឲ្យស្អាតបាទជារៀងរាល់ថ្ងៃបាទការព្យាបាលចឹងជម្រើសទី1គឺខ្ញុំប្រើពពួកអ៊ីមិចបាទចាក់សម្លាប់មេរោគបាទហើយមួយទៀតគឺស៊ុលហ្វាឌីនហើយនិង ADR 3 complex បាទខ្ញុំប្រើ3មុខហ្នឹងណាជម្រើសទី1បាទចឹងការចាក់ថ្នាំហ្នឹងគឺអ៊ីមិចនេះគឺ1 cc 50គីឡូទម្ងន់សត្វណាហើយស៊ុលហ្វាឌីននេះគឺ1 cc 20គីឡូហើយ ADR នេះក៏1 cc 20គីឡូដែរចំពោះការព្យាបាលណាបាទចឹងនេះជាឈុតទី1នៃការអឺចាក់ថ្នាំកូនគោហើមផ្សិតបាទហើយឈុតទី2បាទឈុតទី2គឺខ្ញុំប្រើអ៊ីមិចហើយនឹងឡាំងកូហើយនឹង ADR បាទអញ្ចឹងអានេះ1 cc 50គីឡូដដែលបាទអានេះអ៊ីឡាំងកូមីស៊ីននេះនឹង1 cc 20គីឡូហើយ ADR 1 cc 20គីឡូជំរើសទី2បាទហ្នឹងហើយមានពីរជំរើសហ្នឹងបាទ